សូមពុទ្ធបរិស័ទទាំងឡាយស្ដាប់នៅចម្លើយធម៌របស់ព្រះតេជប្រគុណហុកសវណ្ណទៅកាន់វិទ្យុសំឡេងសហរដ្ឋអាមេរិកជាភាសាខ្មែរដែលបានផ្សាយតាំងពីខែមករាឆ្នាំ1985មកតាមរបៀបការធ្វើធម្មសាកឆារៀងរាល់សប្តាហ៍នេះជាសំណួរនិងចម្លើយខ្សែអត្ថទី55បន្ទាប់ពីខ្សែអត្ថទី54មកប្រស្នាទី261ខ្ញុំប្រកាសណាបានដឹងថានៅថ្ងៃ23តុលា1991មានសន្និសីទអន្តរជាតិមួយនៅទីក្រុងប៉ារីសប្រទេសបារាំងបានប្រកាសជាផ្លូវការនៅការព្រមព្រៀងគ្នាទុកជាមាគ៌ាសម្រាប់ដោះស្រាយបញ្ហាប្រទេសកម្ពុជាខ្ញុំប្រកាសណាសូមសួរថា 1. តើសន្និសីទនោះមានចែងឋានដូចម្ដេចត្រង់វគ្គធានាឲ្យមានការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា 2. សូមប្រៀបធៀបសេចក្តីប្រកាសនេះមកពុទ្ធសាសនាផងសូមប្រដេជប្រគុណមេត្តាអធិប្បាយដើម្បីឲ្យអស់លោកអ្នកស្ដាប់យកទៅពិចារណាតាមការគួរអាត្មាសូមឆ្លើយប្រស្នាទី261នេះដូចតទៅសន្និសីទអន្តរជាតិនៅទីក្រុងប៉ារីសប្រទេសបារាំងបានធ្វើសេចក្តីប្រកាសនៅថ្ងៃ23តុលា1991ជាមាគ៌ាសម្រាប់ដោះស្រាយបញ្ហាប្រទេសកម្ពុជាត្រង់វគ្គស្តីអំពីសិទ្ធិមនុស្សមានចែងក្នុងភាគទី3គឺមាត្រាទី15ទី16និងទី17មាត្រាទី15បានចែងថា1ជនគ្រប់រូបនៅក្នុងប្រទេសកម្ពុជាជនភៀសខ្លួនព្រមទាំងជនផ្លាស់ទីកន្លែងខ្មែរទាំងអស់ត្រូវទទួលនៅសិទ្ធិនិងសេរីភាពដែលមានចែងក្នុងសេចក្តីថ្លែងការណ៍ជាសាកលស្តីអំពីធម្មនុញ្ញនៃសិទ្ធិមនុស្សនិងនៅតាមសន្ធិសញ្ញាអន្តរជាតិនានាដែលជាប់ទាក់ទងដល់ច្បាប់សិទ្ធិមនុស្សបើតាមមាត្រាទី15ប្រការមួយនេះបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេសនិងប្រជាពលរដ្ឋខ្មែរភៀសខ្លួនចេញទៅក្រៅប្រទេសដោយសារបុព្វហេតុផ្សេងៗមានភៀសខ្លួនគេចចេញអំពីសង្គ្រាមជាដើមនិងជនផ្លាស់ប្ដូរទីកន្លែងត្រូវមានសិទ្ធិសេរីភាពដូចគ្នាស្របតាមសន្ធិសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិមនុស្សទី2នៃសេចក្តីថ្លែងការណ៍នៃទីក្រុងប៉ារីសចែងថាដើម្បីសម្រេចទិសដៅនេះក៏ប្រទេសកម្ពុជាសន្យាថានឹងធានាឲ្យមានការគោរពដោយត្រឹមត្រូវនៅច្បាប់សិទ្ធិមនុស្សនិងសេរីភាពជាសារវ័ននៅកម្ពុជាទ្រទ្រង់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ក្នុងការផ្ដើមសកម្មភាពទាំងឡាយណាដែលអាចជំរុញឲ្យមានការការពារច្បាប់សិទ្ធិមនុស្សនិងសេរីភាពជាសារវ័នចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតធានាកុំឲ្យនយោបាយនិងអំពើប្រព្រឹត្តពីមុនវិលត្រឡប់មកវិញបានជាដាច់ខាតចូលរួមក្នុងសន្និសីទអន្តរជាតិនានាដែលទាក់ទងដល់ច្បាប់សិទ្ធិមនុស្សខប្រទេសដែលចុះហត្ថលេខាទាំងអស់នៃកិច្ចព្រមព្រៀងនេះសន្យានឹងជួយជំរុញព្រមទាំងញ៉ាំងឲ្យមានការលើកទឹកចិត្តដល់ការគោរពច្បាប់សិទ្ធិមនុស្សនិងសេរីភាពជាសារវ័ននៅកម្ពុជាដោយដែលមានចែងនៅក្នុងសន្ធិសញ្ញាអន្តរជាតិនានានិងសន្ធិសញ្ញាផ្សេងទៀតនៃសន្និបាតអង្គការសហប្រជាជាតិជាពិសេសគឺដើម្បីទប់ទល់កុំឲ្យមានការរំលោភលើសិទ្ធិមនុស្សកើតមានសារជាថ្មីទៀតបានមាត្រា16
ក្នុងរយៈពេលអន្តរកាលពេលសកកម្មនៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិសម្រាប់ប្រទេសកម្ពុជាត្រូវបង្កើតឲ្យមានបរិយាកាសមួយដែលធានាឲ្យមានការគោរពសិទ្ធិមនុស្សស្របទៅតាមប្រការដែលមានចែងក្នុងផ្នែកងនៃសេចក្តីយោងទី1មាត្រា17ក្រោយពីរយៈពេលអន្តរកាលចប់ស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សត្រូវបន្តត្រួតពិនិត្យដោយល្អិតល្អន់តទៅទៀតអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាព្រមទាំងតែងតាំងអ្នករាយការណ៍ពិសេសម្នាក់បើចាំបាច់ដែលត្រូវធ្វើរបាយការណ៍អំពីលទ្ធផលប្រចាំឆ្នាំជូនគណៈកម្មការនិងមហាសន្និបាតជំពូកងយល់តាមមាត្រា16នៃកិច្ចព្រមព្រៀងនេះអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនឹងអនុម័តនៅវិធានការផ្សេងៗសម្រាប់កការរៀបចំឡើងវិញនិងការអនុវត្តនៅកម្មវិធីមួយសម្រាប់អប់រំអំពីច្បាប់សិទ្ធិមនុស្សដើម្បីជំរុញឲ្យមានការគោរពនិងធ្វើឲ្យមានការជ្រួតជ្រាបអំពីច្បាប់សិទ្ធិមនុស្សខការត្រួតពិនិត្យទូទៅឲ្យមានច្បាប់សិទ្ធិមនុស្សនៅក្នុងរយៈពេលអន្តរកាលគការធ្វើអង្កេតដល់ការប្តឹងតវ៉ាអំពីការរំលោភលើច្បាប់សិទ្ធិមនុស្សហើយប្រសិនបើមានត្រូវចាត់វិធានការដើម្បីបញ្ចប់ការរំលោភទាំងនោះនេះជាសេចក្តីថ្លែងការណ៍មានខ្លឹមសារណាស់ក្នុងការធានាជាអន្តរជាតិសម្រាប់ជួយប្រជាពលរដ្ឋខ្មែរដែលត្រូវគេរំលោភលើសិទ្ធិរបស់ខ្លួនអស់កាលជាយូរមកហើយជាការពង្រឹងនៅធម្មនុញ្ញនៃសិទ្ធិមនុស្សដែលអង្គការសហប្រជាជាតិបានប្រកាសដើម្បីឲ្យប្រជាជនគ្រប់ប្រទេសទាំងអស់គោរពតាមពុទ្ធសាសនាក៏យល់ស្របតាមធម្មនុញ្ញនៃសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងន័យថាមនុស្សទាំងអស់ត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមកកុំរំលោភលើគ្នាក្នុងព្រហ្មវិហារធម៌របស់ពុទ្ធសាសនាមាននិយាយរហូតដល់ថ្នាក់ខ្ពស់ថាចូលអ្នកស្រឡាញ់សត្រូវអ្នកឲ្យស្មើនឹងខ្លួនអ្នកដែលនៅក្នុងគម្ពីរវិសុទ្ធិមគ្គថាសីមៈសម្ភេទៈសេចក្តីប្រកាសនេះបើត្រូវបានអនុវត្តឲ្យបានហ្មត់ចត់និងត្រឹមត្រូវប្រជាពលរដ្ឋខ្មែរនឹងបានទទួលពន្លឺសន្តិភាពបំខានហើយជាមហាកិត្តិយសនិងមហាជោគជ័យរបស់អង្គការសហប្រជាជាតិជាប់ក្នុងប្រវត្តិសាស្ត្រក្នុងបេសកកម្មស្រោចស្រង់ជីវិតប្រជាពលរដ្ឋខ្មែរហេតុនេះសូមអស់លោកអ្នកស្ដាប់ពិចារណាតាមការគួរប្រស្នាទី262សេចក្តីព្រមព្រៀងគ្នានៅទីក្រុងប៉ារីសប្រទេសបារាំងស្តីអំពីដំណោះស្រាយបញ្ហាប្រទេសកម្ពុជាមានចែងអំពីការដកកងទ័ពចេញពីប្រទេសកម្ពុជាខ្ញុំប្រកាសណាសូមសួរថា1តើសេចក្តីប្រកាសត្រង់វគ្គនេះមានចែងថាដូចម្តេច2សូមប្រៀបធៀបសេចក្តីប្រកាសនោះមកទស្សនៈពុទ្ធសាសនាផងសូមប្រដេជប្រគុណមេត្តាអធិប្បាយដើម្បីឲ្យអស់លោកអ្នកស្ដាប់យកទៅពិចារណាតាមការគួរអាត្មាសូមឆ្លើយប្រស្នាទី262នេះដូចតទៅការដកកងទ័ពបរទេសចេញពីប្រទេសកម្ពុជាមាននិយាយក្នុងជំពូក4និងមាត្រា6នៃសេចក្តីយោងទី2ជំពូក4អំពីការដកកងទ័ពបរទេសនិងការត្រួតពិនិត្យមាត្រា8ពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមានកងទ័ពបរទេសគ្រប់ប្រភេទ
និងទីប្រឹក្សាបរទេសទាំងអស់និងបុគ្គលិកយោធាបរទេសទាំងប៉ុន្មានដែលមានក្នុងទឹកដីកម្ពុជាព្រមទាំងអាវុធទាំងអស់គ្រឿងសព្វាវុធនិងសម្ភារៈសឹកទាំងប៉ុន្មានត្រូវដកចេញភ្លាមពីកម្ពុជាហើយមិនត្រូវបញ្ជូនត្រឡប់មកវិញជាដាច់ខាតការដកទ័ពនិងការមិនវិលត្រឡប់មកវិញនៃកងទ័ពបរទេសគ្រប់ប្រភេទនេះនឹងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិដែលមានចែងក្នុងសេចក្តីយោងទី2មាត្រា6នៃសេចក្តីយោងទី2ការពិនិត្យការដកទ័ពបរទេសគ្រប់ប្រភេទចេញពីកម្ពុជានិងការមិនវិលត្រឡប់មកវិញនៃកងទ័ពទាំងនេះ1ព័ត៌មានទាំងប៉ុន្មានស្ដីអំពីការដកទ័ពបរទេសនឹងត្រូវផ្ដល់ទៅអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជាដោយមានការធ្វើជាលិលាអក្សរត្រឹមត្រូវយ៉ាងយូរបំផុត2អាទិត្យមុនពេលដំណាក់កាលទី2ចូលជាធរមានព័ត៌មានទាំងនោះនឹងមានចែងនៅចំណុចផ្សេងដូចតទៅកចំនួនកងទ័ពទាំងអស់ការចាត់ចែងនិងការដាក់រាយកងទ័ពទាំងនេះខបញ្ជីទាំងអស់និងទីតាំងពិតប្រាកដនៃគ្រឿងអាវុធក្របរំសេវនិងសម្ភារៈសឹកនៃកងទ័ពទាំងនេះគោផែនការនៃការដកទ័ពដែលបានអនុវត្តហើយក្តីឬនឹងត្រូវអនុវត្តក្តីដោយមានបញ្ជាក់អំពីផ្លូវទាំងអស់នៃការដកទ័ពចំណុចឆ្លងកាត់ព្រំដែននិងពេលវេលាដែលចាកចេញពីកម្ពុជា2នៅលើមូលដ្ឋាននៃព័ត៌មានដែលគេបានទទួលស្របតាមវគ្គទី1ដែលមានចែងខាងលើអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនឹងធ្វើការស៊ើបអង្កេតទៅតាមរបៀបដែលយល់ថាជាការត្រឹមត្រូវភាគីដែលផ្ដល់ព័ត៌មានអំពីបញ្ហានេះត្រូវត្រៀមជានិច្ចសម្រាប់ផ្ដល់នៅបុគ្គលិកគ្រប់គ្រាន់សម្រាប់នាំអ្នកអង្កេតអាជ្ញាធរបណ្ដោះអាសន្នទាំងនេះ3ពេលមានការបញ្ជាក់ថាមានវត្តមាននៃកងទ័ពបរទេសភ្លាមអាជ្ញាធរបណ្ដោះអាសន្នត្រូវដាក់បុគ្គលិកយោធាជាបន្ទាន់ជាប់ជាមួយកងទ័ពបរទេសនោះដោយអមដំណើរកងទ័ពបរទេសទាំងនោះរហូតចេញផុតពីទឹកដីកម្ពុជាអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនឹងបង្កើតមន្ទីរត្រួតពិនិត្យនៅតាមផ្លូវដែលកងទ័ពទាំងនោះដកថយចេញតាមចំណុចដែលកងទ័ពទាំងនោះឆ្លងកាត់ព្រំដែនព្រមទាំងតាមចំណតអាកាសយានដើម្បីត្រួតពិនិត្យការដកកងទ័ពនិងយោធាដល់ការមិនវិលត្រឡប់មកវិញនៃកងទ័ពបរទេសគ្រប់ប្រភេទទាំងនោះ4ក្រុមការងារយោធាចម្រុះព្រៀងទុកនៅមាត្រា2នៃសេចក្តីយោងនេះនឹងចុះជាប់ជាមួយអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិក្នុងការបំពេញបេសកកម្មដោយដែលមានចែងខាងលើនេះជាសេចក្តីថ្លែងការណ៍នៃសន្និសីទអន្តរជាតិក្នុងដំណោះស្រាយបញ្ហាកម្ពុជាស្តីអំពីការដកកងទ័ពបរទេសនិងការត្រួតពិនិត្យនេះជាសេចក្តីថ្លែងការណ៍មានសារៈសំខាន់ណាស់ទុកជាដំណោះស្រាយដល់ឫសគល់បើការព្រមព្រៀងគ្នាក្នុងចំណុចនេះបានត្រូវអនុវត្តឲ្យបានហ្មត់ចត់និងត្រឹមត្រូវបញ្ហាដទៃទៀតពិតជាងាយស្រួលដោះស្រាយក្នុងពុទ្ធសាសនានិយាយថាបើអ្នកចង់ដឹងការពិតត្រូវអ្នកសង្កេតមើលដោយផ្ទាល់ខ្លួនអបនយកោអ្នកនឹងឃើញការពិតសន្តិតិកោយ៉ាងណាមិញ
បើចង់ដឹងថាកងទ័ពបរទេសទីប្រឹក្សាដកអស់ហើយឬនៅគ្រឿងអាវុធយុទ្ធភ័ណ្ឌមានលាក់ទុកកន្លែងណាខ្លះតោងតែពិនិត្យមើលឲ្យគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាទាំងមូលរួមទាំងព្រៃភ្នំផងដោយផ្ទាល់ខ្លួនដែលពុទ្ធសាសនានិយាយថាបច្ចតាំងវេទិតពោប្រែថាអ្នកប្រាជ្ញបានពិសោធន៍ឃើញច្បាស់ក្នុងចិត្តនៃខ្លួនក៏ដូចគ្នានឹងពាក្យខាងដើមថាសន្តិតិកោប្រែថាព្រះអរិយបុគ្គលក៏បីដឹងពិតឃើញពិតដោយបច្ចវេកខណញ្ញាណគឺថានឹងបានដឹងដោយស្ដាប់ដោយជឿបុគ្គលដទៃនោះក៏ទេគឺឃើញច្បាស់ដោយខ្លួនឯងដូច្នេះលោកមិនឲ្យជឿគ្រាន់តែពាក្យគេប្រាប់ទេគឺត្រូវទៅសង្កេតដោយខ្លួនឯងផ្ទាល់ទើបរកការពិតឃើញសូម្បីព្រះពុទ្ធក៏មានព្រះពុទ្ធដីកាថាអ្នកទាំងឡាយកុំអាលជឿពាក្យតថាគតសម្ដែងមុនការពិចារណានិងការពិសោធន៍របស់អ្នកក្នុងពុទ្ធសាសនានិយាយថាត្រូវខាខាំងបាបខាងក្រៅកុំឲ្យចូលតទៅទៀតហើយកំចាត់បាបដែលកើតមានហើយរក្សាទុកនៅសេចក្តីល្អនឹងធ្វើឲ្យកើតមានថែមទៀតនេះហៅថាសមបធាន4ស្របតាមន័យនេះអង្គការសហប្រជាជាតិបានចូលទៅជួយរងាប់នៅបព្វហេតុគ្រប់យ៉ាងដែលបណ្ដាលឲ្យមានសង្គ្រាមជាពិសេសអ្នកជ្រៀតជ្រែកពីខាងក្រៅហើយបង្កើតសុខសន្តិភាពឲ្យដល់ប្រជាពលរដ្ឋខ្មែរដែលនៅសល់ពីស្លាប់ហើយដែលបានទទួលការឈឺចាប់ដ៏ខ្លាំងក្លាទាំងផ្លូវកាយទាំងផ្លូវចិត្តអស់កាលជាយូរឆ្នាំដែលពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដូច្នេះការត្រួតពិនិត្យមើលការដកទ័ពទីប្រឹក្សារបស់បរទេសចេញពីប្រទេសកម្ពុជាជាការចាំបាច់បំផុតក្នុងដំណោះស្រាយបញ្ហាកម្ពុជាហេតុនេះសូមអស់លោកអ្នកស្ដាប់ពិចារណាតាមការគួរប្រស្នាទី263សន្និសីទអន្តរជាតិនៅទីក្រុងប៉ារីសប្រទេសបារាំងបានធ្វើសេចក្តីព្រមព្រៀងគ្នាស្តីអំពីដំណោះស្រាយបញ្ហាប្រទេសកម្ពុជានៅថ្ងៃ23ដុល្លារ1991ខ្ញុំបកករណាសូមសួរថាតើកថាខណ្ឌជាដំបូងនៃសេចក្តីព្រមព្រៀងគ្នាមានចែងថាដូចម្តេចខ្លះ 2. តើទស្សនៈពុទ្ធសាសនាយល់យ៉ាងណាសូមប្រដេចប្រគុណមេត្តាអធិប្បាយដើម្បីឲ្យអស់លោកអ្នកស្ដាប់យកទៅពិចារណាតាមការគួរអាត្មាសូមឆ្លើយទស្សនាទី263នេះដូចតទៅកិច្ចព្រមព្រៀងស្តីអំពីដំណោះស្រាយនយោបាយរួមនៃវិវាទនៅកម្ពុជាបានចែងជាដំបូងថារដ្ឋទាំងអស់ដែលចូលរួមក្នុងសន្និសីទស្តីអំពីកម្ពុជាមានចំនួន19ប្រទេសនៅចំពោះមុខវត្តមាននៃលោកអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីត្រួតត្រងថែរក្សាព្រមទាំងការពារនៅអធិបតេយ្យឯករាជ្យបូរណភាពនិងភាពបញ្ឈ្លានពានទឹកដីអព្យាក្រឹតនិងឯកភាពជាតិនៃប្រទេសកម្ពុជាដោយមានបំណងស្ថាបនាឡើងវិញព្រមទាំងទ្រទ្រង់សន្តិភាពនៅកម្ពុជាញ៉ាំងឲ្យមានការបង្រួបបង្រួមជាតិនិងធានាដល់ពលរដ្ឋកម្ពុជានៅការប្រើប្រាស់សិទ្ធិរបស់ខ្លួនដោយខ្លួនឯងតាមរយៈការបោះឆ្នោតដោយសេរីនិងដោយយុត្តិធម៌ដោយជឿជាក់ថាមានតែដំណោះស្រាយនយោបាយរួម
នៃវិវាទនៅកម្ពុជាប៉ុណ្ណោះទើបត្រឹមត្រូវនិងស្ថិតថេរយូរអង្វែងក្នុងការផ្ដល់ជាវិភាគទានសម្រាប់សន្តិភាពនិងសន្តិសុខប្រចាំតំបន់និងលើផ្ទៃរាបអន្តរជាតិបានដោយស្វាគមន៍ចំពោះឯកសារក្របខ័ណ្ឌចុះថ្ងៃ28សីហា1990ដែលភាគីកម្ពុជាទាំងអស់បានព្រមព្រៀងលើឯកសារទាំងមូលចាត់ទុកជាក្របខ័ណ្ឌនៃបទបញ្ញត្តិក្នុងវិវាទនៅកម្ពុជាដែលបន្ទាប់មកត្រូវបានយល់ព្រមជាឯកច្ឆន្ទដោយក្រុមប្រឹក្សាសន្តិសុខតាមសេចក្តីសម្រេចចិត្តលេខ668 1990ចុះថ្ងៃ20កញ្ញា1990ដោយមហាសន្និបាតអង្គការសហប្រជាជាតិតាមសេចក្តីសម្រេចចិត្តលេខ45 3ចុះថ្ងៃ15ដុល្លារ1990ដោយកត់សម្គាល់ឃើញការបង្កើតនៅហ្សាកាតាថ្ងៃ10កញ្ញា1990នៅឧត្តមក្រុមប្រឹក្សាជាតិកម្ពុជាជាអង្គការស្របច្បាប់តែមួយនិងជាប្រភពនៃរដ្ឋអំណាចនៅកម្ពុជាដែលក្នុងរយៈពេលអន្តរកាលជានិមិត្តរូបនៃអធិបតេយ្យនិងឯកភាពជាតិព្រមទាំងជាតំណាងកម្ពុជានៅបរទេសដោយស្វាគមន៍ដល់ការសម្រេចជាឯកច្ឆន្ទនៅពេលកាំងថ្ងៃ17កក្កដា1991ក្នុងការតែងតាំងសម្ដេចនរោត្តមសីហនុជាប្រធានឧត្តមក្រុមប្រឹក្សាជាតិដោយទទួលស្គាល់នៅតួនាទីដ៏ទូលំទូលាយរបស់អង្គការសហប្រជាជាតិដែលចាំបាច់ត្រូវបង្កើតឲ្យមានជាអាជ្ញាធរបណ្ដោះអាសន្នមួយនៃអង្គការសហប្រជាជាតិនៅកម្ពុជាដែលត្រៀមខ្លួនទាំងផ្នែកយោធាទាំងផ្នែកស៊ីវិលបម្រុងនឹងចូលធ្វើអន្តរាគមន៍ដោយគោរពទាំងស្រុងដល់អធិបតេយ្យជាតិកម្ពុជាដោយកត់សម្គាល់នៅសេចក្តីថ្លែងការណ៍គ្រប់ការប្រជុំទាំងអស់ជាអាចនៅហ្សាកាតានៅថ្ងៃ9និង10កញ្ញា1990នៅប៉ារីសថ្ងៃ21-22ធ្នូ1990នៅបាត់យាថ្ងៃ24-26មិថុនា1991នៅពេលកាំងថ្ងៃ16-17កក្កដា1991នៅតាប់តយាថ្ងៃ26-29សីហា1991នៅហ្សាកាតាថ្ងៃ4-6មិថុនា1991និងនៅញូវយ៉កថ្ងៃ19ដុល្លារ1991ដោយស្វាគមន៍ដល់សេចក្តីសម្រេចចិត្តលេខ717នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃ16ដុល្លារ1991ស្តីពីកម្ពុជាដោយទទួលស្គាល់នៅប្រវត្តិសាស្ត្រដែលដិតដាមទៅដោយសោកនាដកម្មនាពេលថ្មីនៅកម្ពុជាដែលកំពុងស្រែកដង្ហោយហៅរកវិធានការពិសេសដើម្បីធានានៅកិច្ចការពារសិទ្ធិមនុស្សព្រមទាំងទប់មិនឲ្យនយោបាយនិងការប្រព្រឹត្តពីមុនវិលត្រឡប់មកវិញបាននេះជាសេចក្តីរៀបរាប់ជាដំបូងបន្ទាប់មកទើបមានសេចក្តីព្រមព្រៀង
ចាត់ជាភាគជាចម្ពោះជាមេត្រាជាច្រើនប្រការសេចក្តីប្រកាសជាដំបូងភ្ជាប់នឹងសេចក្តីយោងផ្សេងនេះបញ្ជាក់ថាមុននឹងមានការព្រមព្រៀងគ្នានេះត្រូវចំណាយពេលរាប់ឆ្នាំប្រជុំចុះប្រជុំឡើងរវាងភាគីខ្មែរខ្លួនឯងដើម្បីធ្វើការសម្របសម្រួលគ្នាឆ្ពោះទៅរកឯកភាពជាតិខ្លួនផងប្រទេសសមាគមអាស៊ីភាគអាគ្នេយ៍សហប្រធានទាំងពីរនៃសន្និសីទអន្តរជាតិស្ដីពីកម្ពុជាបានខំប្រឹងប្រែងខ្នះខ្នែងនិងឧបត្ថម្ភយ៉ាងពេញទំហឹងឆ្ពោះទៅរកដំណោះស្រាយសន្តិភាពនៅកម្ពុជាក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានព្រមព្រៀងលើឯកសារទាំងមូលមហាសន្និបាតនៃអង្គការសហប្រជាជាតិក៏បានធ្វើសេចក្តីសម្រេចចិត្តរបស់ខ្លួនចំពោះដំណោះស្រាយនេះដូច្នេះការស្វែងរករូបមន្តដើម្បីសន្តិភាពនេះជាការពិបាកណាស់ហើយពិបាកមួយទៀតគឺការអនុវត្តឲ្យបានត្រឹមត្រូវតាមរូបមន្តនោះឥឡូវនេះចូលមកដល់ដំណាក់ការអនុវត្តហើយតើការអនុវត្តជាដំណាក់ដែលកំពុងប្រព្រឹត្តទៅនេះបានអនុវត្តដោយល្អនិងដោយត្រឹមត្រូវឬទេក្នុងពុទ្ធសាសនានិយាយថាបើគេចង់ធ្វើការងារអ្វីមួយឲ្យបានសម្រេចគឺគេបានព្យាយាមធ្វើជាមួយនឹងការយកចិត្តទុកដាក់ដោយតាំងចិត្តថាធ្វើរហូតដល់បានសម្រេចដោយមានប្រាជ្ញាត្រួតពិនិត្យមើលការងារនោះផងគឺឆន្ទៈវិរិយៈចិត្តៈនិងវិមង្សាការងារនោះនឹងបានសម្រេចពុំខានហេតុនេះសូមអស់លោកអ្នកស្ដាប់ពិចារណាតាមការគួរប្រផ្នាទី264នៅក្នុងសេចក្តីព្រមព្រៀងនៃទីក្រុងប៉ារីសប្រទេសបារាំងស្តីអំពីដំណោះស្រាយបញ្ហាប្រទេសកម្ពុជាមានចែងអំពីការបញ្ឈប់ជំនួយយោធាខាងក្រៅដល់ភាគីកម្ពុជាទាំងអស់ខ្ញុំប្រកាសណាសូមសួរថា1តើសេចក្តីព្រមព្រៀងគ្នានោះមានចែងថាដូចម្តេចខ្លះ2តើទស្សនៈពុទ្ធសាសនាយល់យ៉ាងណាសូមប្រដៅជាប្រគុណមេត្តាអធិប្បាយដើម្បីឲ្យអស់លោកអ្នកស្ដាប់យកទៅពិចារណាតាមការគួរអាត្មាសូមឆ្លើយប្រស្នាទី264នេះដូចតទៅការបញ្ឈប់ជំនួយយោធាពីខាងក្រៅដល់ភាគីកម្ពុជាទាំងអស់មានចែងពុស្ដានៅក្នុងមាត្រាទី7នៃសេចក្តីយោងទី2មានសេចក្តីថា1ភាគីទាំងអស់សន្យាថាចាប់ពីពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទៅនឹងឈប់ទទួលឬឈប់ស្វែងរកជំនួយយោធាពីក្រៅទាំងអស់រួមទាំងគ្រឿងអាវុធប្រក់រំសេវនិងសម្ភារៈសឹកដែលមានប្រភពមកពីខាងក្រៅ2ប្រទេសដែលចុះហត្ថលេខាណាដែលមានទឹកដីជាប់នឹងប្រទេសកម្ពុជាគឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវរាជាណាចក្រថៃនិងសាធារណរដ្ឋសង្គមនិយមវៀតណាមសន្យាថានឹងហាមមិនឲ្យទឹកដីទាំងអស់រាប់ទាំងដែនគោកដែនសមុទ្រនិងដែនអាកាសត្រូវប្រើប្រាស់ក្នុងបំណងផ្ដល់ជំនួយយោធាទោះដោយរូបភាពណាមួយក្តីដល់ភាគីកម្ពុជាការផ្ដល់ភស្តុភារជារបស់របរដូចជាស្បៀងទឹកសម្លៀកបំពាក់និងសម្ភារៈពេទ្យឆ្លងកាត់
តាមប្រទេសទាំងនេះត្រូវមានការអនុញ្ញាតប៉ុន្តែត្រូវយោងទៅវិធានការផ្សេងៗដែលមានចែងនៅវគ្គគោលខាងក្រោមការផ្ដល់ភស្តុភារនេះនឹងត្រូវស្ថិតនៅក្រោមការមើលការខុសត្រូវរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិពេលចូលមកក្នុងកម្ពុជាខបញ្ជាក់ជាលេខលក្ខណ៍អក្សរទៅតាមមេបញ្ជាការអង្គភាពយោធានៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិយ៉ាងយូរបំផុត4អាទិត្យបន្ទាប់ពីចាប់ផ្ដើមការឈប់បាញ់គ្នានៃដំណាក់កាលទី2ថាគ្មានកងទ័ពគ្រឿងអាវុធក្របរំសេវឬសម្ភារៈសឹកនៃភាគីខ្មែរណាមួយស្ថិតនៅលើទឹកដីរបស់ខ្លួនឡើយគោទទួលនាយទាហានសម្ព័ន្ធការនៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិម្នាក់នៅតាមរដ្ឋធានីនៃរដ្ឋនីមួយៗនឹងចាត់តាំងនាយទាហានថ្នាក់វរសេនីយ៍ឬថ្នាក់ស្មើគ្នាយ៉ាងយូរបំផុត4អាទិត្យបន្ទាប់ពីការចាប់ផ្ដើមការឈប់បាញ់គ្នានៃដំណាក់កាលទី2ដើម្បីជួយអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិក្នុងការស៊ើបអង្កេតដោយគោរពត្រឹមត្រូវដល់អធិបតេយ្យនៃប្រទេសទាំងនេះចំពោះពាក្យបណ្ដឹងទាំងឡាយស្ដីពីសកម្មភាពដែលកើតមាននៅក្នុងទឹកដីរបស់ខ្លួនដែលផ្ទុយនឹងវិធានការទូទៅនៃដំណោះស្រាយនយោបាយរួម3ដើម្បីឲ្យអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិមានលទ្ធភាពត្រួតពិនិត្យការបញ្ឈប់ជំនួយបរទេសទៅឲ្យភាគីកម្ពុជាទាំងអស់បានភាគីទាំងអស់ត្រូវយល់ព្រមតាក់ទងជាមួយអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅព័ត៌មានទាំងអស់ដែលមានពោលគឺអំពីផ្លូវនិងមធ្យោបាយដែលសម្រាប់ផ្ដល់នៅជំនួយយោធារាប់ទាំងជាអាវុធក្របរំសេវនិងសម្ភារៈសឹកទៅឲ្យភាគីណាមួយបន្ទាប់ពីការចាប់ផ្ដើមការឈប់បាញ់គ្នាក្នុងដំណាក់កាលទី2ភ្លាមអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនឹងចាត់វិធានការជាក់ស្ដែងដូចតទៅក៏បង្កើតកន្លែងសម្រាប់ត្រួតពិនិត្យនៅតាមផ្លូវនិងជ្រើសរើសទីកន្លែងក្នុងព្រំដែនខាងកម្ពុជានិងនៅតាមអាកាសយានដ្ឋានក្នុងប្រទេសកម្ពុជាខចាត់ឲ្យមានការយាមល្បាតតាមឆ្នេរសមុទ្រនិងតាមផ្លូវទឹកទាំងអស់ក្នុងប្រទេសកម្ពុជាគោត្រៀមក្រុមចល័តនៅតាមចំណុចយុទ្ធសាស្ត្រក្នុងប្រទេសកម្ពុជាដើម្បីយាមល្បាតនិងស៊ើបអង្កេតដល់ការសង្ស័យអំពីការផ្ដល់អាវុធទៅឲ្យភាគីណាមួយមាត្រា8កន្លែងលាក់អាវុធនិងសម្ភារៈសឹក1ដើម្បីរក្សាស្ថិរភាពនៃស្ថានភាពសន្តិសុខកសាងជំនឿនិងបន្ថយការផ្ទុកអាវុធនិងសម្ភារៈសឹកក្នុងផ្ទៃប្រទេសកម្ពុជាទាំងមូលភាគីនីមួយៗយល់ព្រមផ្ដល់ដល់មេបញ្ជាការអង្គភាពយោធាអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិមុនពេលមួយដែលនឹងកំណត់នៅពេលក្រោយនៅព័ត៌មានទាំងអមាលមានដូចជាចំណុចបញ្ជាក់នៅលើផែនទីដែលស្ដីអំពីវត្តមានដែលបានឃើញពិតឬដោយមន្ទិលសង្ស័យនៅកន្លែងលាក់អាវុធនិងសម្ភារៈសឹក
ក្នុងប្រទេសកម្ពុជាទាំងមូល 2. ដោយពឹងផ្អែកលើមូលដ្ឋាននៃព័ត៌មានដែលបានទទួលអង្គភាពយោធានៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនឹងបញ្ជូនក្រោយថ្ងៃដោយដែលបានកំណត់នៅវគ្គទី 1 នៅក្រុមត្រួតពិនិត្យដើម្បីអង្កេតអំពីសំណុំរបាយការណ៍នីមួយៗព្រមទាំងបំផ្លាញកន្លែងលាក់អាវុធនីមួយៗដែលបានរកឃើញនេះជាសេចក្តីព្រមព្រៀងអំពីការបញ្ឈប់ជំនួយយោធាខាងក្រៅដល់ភាគីកម្ពុជាទាំងអស់ជាផែនការដ៏ហ្មត់ចត់ដើម្បីរំលត់ភ្លើងសង្គ្រាមគឺដើម្បីរំលត់ភ្លើងសង្គ្រាមទៅរំលត់ហេតុដែលនាំឲ្យកើតសង្គ្រាមស្របនឹងទស្សនៈពុទ្ធសាសនាពោលថាអ្វីទាំងអស់សុទ្ធតែមានហេតុរបស់វាបើចង់បំបត្តិទុក្ខត្រូវរំលត់ហេតុដែលនាំឲ្យកើតទុក្ខប៉ុន្តែផែនការនេះមានប្រសិទ្ធភាពលុះត្រាតែប្រទេសទាំងអស់ជាពិសេសប្រទេសដែលនៅជាប់ព្រំដែននៃប្រទេសកម្ពុជានិងភាគីខ្មែរទាំងអស់ធ្វើសហប្រតិបត្តិការដ៏ម៉ឺងម៉ាត់និងដោយស្មោះត្រង់ជាមួយអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិផងផែនការនេះស្របពេលជាមួយគ្នានឹងផែនការត្រួតពិនិត្យមើលការដកទ័ពទីប្រឹក្សារបស់បរទេសចេញពីប្រទេសកម្ពុជាជាពិសេសពិនិត្យមើលក្រែងមានកងទ័ពបរទេសឬទីប្រឹក្សាបន្លំខ្លួននៅជាមួយកងទ័ពខ្មែរឬបន្លំខ្លួននៅជាមួយជនស៊ីវិលខ្មែរហេតុនេះសូមអស់លោកអ្នកស្ដាប់ពិចារណាតាមការគួរប្រស្នាទី265ក្នុងសេចក្តីព្រមព្រៀងសន្តិភាពនៃសន្និសីទអន្តរជាតិស្តីអំពីដំណោះស្រាយបញ្ហាប្រទេសកម្ពុជាមានចែកអំពីការរៀបចំផ្នែកស៊ីវិលខ្ញុំប្រកាសណាសូមសួរថា 1. តើសេចក្តីព្រមព្រៀងស្តីអំពីការរៀបចំផ្នែកស៊ីវិលមានចែងថាដូចម្តេចខ្លះ 2. សូមបង្ហាញអំពីទស្សនៈពុទ្ធសាសនាផងសូមប្រដេចប្រគុណមេត្តាអធិប្បាយដើម្បីឲ្យអស់លោកអ្នកស្ដាប់យកទៅពិចារណាតាមការគួរអាត្មាសូមឆ្លើយប្រស្នាទី265នេះដូចតទៅសេចក្តីព្រមព្រៀងស្តីអំពីការរៀបចំផ្នែកស៊ីវិលមានចែងនៅក្នុងជំពូកខនៃសេចក្តីយោងទី1គឺមានសេចក្តីថា1យល់ទៅតាមមាត្រា6នៃកិច្ចព្រមព្រៀងនេះស្ថាប័នអង្គការនិងក្រសួងរដ្ឋបាលដែលចាត់ចែងផ្នែកការបរទេសការពារជាតិហិរញ្ញវត្ថុសន្តិសុខសាធារណៈនិងឃោសនាការនឹងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យផ្ទាល់នៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិដែលត្រូវត្រួតត្រាតាមវិធានការចាំបាច់ដើម្បីធានានៅអព្យាក្រឹតឲ្យបានហ្មត់ចត់ក្នុងន័យនេះតំណាងពិសេសនៃលោកអគ្គលេខាធិការនឹងសម្រេចនៅអ្វីដែលចាំបាច់ហើយអាចចេញជាបទបញ្ជាជាប្រយោជន៍ដល់ស្ថាប័នអង្គការនិងក្រសួងរដ្ឋបាលដែលមានចែងខាងលើសារាចរទាំងនេះអាចផ្ញើទៅគ្រប់ភាគីកម្ពុជាទាំងអស់ដើម្បីធ្វើការអនុវត្ត 2. យល់តាមមាត្រា6នៃកិច្ចព្រមព្រៀងនេះតំណាងពិសេសនៃលោកអគ្គលេខាធិការតាមការពិគ្រោះជាមួយឧត្តមក្រុមប្រឹក្សាជាតិនឹងសម្រេចថាតើស្ថាប័នអង្គការនិងក្រសួងរដ្ឋបាលណាដែលអាចមានឥទ្ធិពលផ្ទាល់ដល់លទ្ធផលនៃការបោះឆ្នោតស្ថាប័នអង្គការនិងក្រសួងរដ្ឋបាលទាំងនោះនឹងត្រូវស្ថិតនៅក្រោមការត្រួតត្រាឬការត្រួតពិនិត្យផ្ទាល់ពីអាជ្ញាធរបណ្ដោះអាសន្ន
អង្គការសហប្រជាជាតិហើយត្រូវគោរពតាមការណែនាំដែលអាជ្ញាធរបណ្ដោះអាសន្នដាក់ឲ្យ3យោងតាមមាត្រា6នៃកិច្ចព្រមព្រៀងនេះតំណាងពិសេសនៃលោកអគ្គលេខាធិការតាមការពិគ្រោះជាមួយឧត្តមក្រុមប្រឹក្សាជាតិនិងកត់សម្គាល់មើលតើស្ថាប័នអង្គការនិងក្រសួងរដ្ឋបាលណាអាចបន្តសកម្មភាពតទៅទៀតដើម្បីធានាឲ្យជីវភាពប្រចាំថ្ងៃនៅកម្ពុជាប្រព្រឹត្តទៅជាធម្មតាក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិតាមវិធានការដែលអាជ្ញាធរបណ្ដោះអាសន្នយល់ថាចាំបាច់4យោងតាមមាត្រា6នៃកិច្ចព្រមព្រៀងនេះអាជ្ញាធរដែលជាតំណាងពិសេសនៃលោកអគ្គលេខាធិការត្រូវមានអំណាចដូចតទៅកតែងតាំងបុគ្គលិកអង្គការសហប្រជាជាតិនៅគ្រប់ស្ថាប័នអង្គការនិងក្រសួងរដ្ឋបាលទាំងអស់នៃភាគីកម្ពុជាហើយត្រូវមានសិទ្ធិទាំងស្រុងក្នុងការចូលរួមប្រាស្រ័យក្នុងសកម្មភាពនិងចំពោះព័ត៌មាននៃរដ្ឋបាលនានាខអាចតម្រូវឲ្យមានការផ្លាស់ប្ដូរឬការដកហូតដោយឥតរើសមុខនៅបុគ្គលិកទាំងឡាយនៃស្ថាប័នអង្គការនិងក្រសួងរដ្ឋបាលទាំងនេះ5កនៅលើមូលដ្ឋាននៃព័ត៌មានដែលចែងនៅក្នុងវគ្គទី3មាត្រា1នៃសេចក្តីយោងទី2តំណាងពិសេសនៃលោកអគ្គលេខាធិការក្រោយពីការពិគ្រោះជាមួយភាគីកម្ពុជានិងកំណត់នៅកម្លាំងប៉ូលីសស៊ីវិលដែលចាំបាច់ដើម្បីអនុវត្តច្បាប់នៅកម្ពុជាក្នុងលក្ខណៈនេះភាគីកម្ពុជាទាំងអស់សន្យានិងគោរពដល់ការអនុម័តក្នុងវិស័យនេះដែលធ្វើឡើងដោយតំណាងពិសេសនៃលោកអគ្គលេខាធិការខកម្លាំងប៉ូលីសស៊ីវិលទាំងអស់នឹងប្រតិបត្តិការក្រោមការចាត់ចែងឬការត្រួតពិនិត្យរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិដើម្បីធានាដល់ការទ្រទ្រង់ច្បាប់និងរក្សារបៀបរៀបរយសាធារណៈដោយគ្មានលំអៀងព្រមទាំងការគោរពសិទ្ធិមនុស្សនិងសេរីភាពជាសារវ័នឲ្យបានត្រឹមត្រូវដោយការពិគ្រោះជាមួយឧត្តមក្រុមប្រឹក្សាជាតិអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនឹងចាត់ចែងកិច្ចអនុវត្តច្បាប់និងកិច្ចការតុលាការដទៃទៀតនៅកម្ពុជានៅក្នុងវិធានការណាដែលចាំបាច់ដើម្បីធានាដល់ការសម្រេចទិសដៅទាំងនេះ6បើតំណាងពិសេសនៃលោកអគ្គលេខាធិការយល់ថាចាំបាច់តាមការពិគ្រោះជាមួយឧត្តមក្រុមប្រឹក្សាជាតិខ្មែរអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនឹងធ្វើការស៊ើបអង្កេតដល់ការប្តឹងតវ៉ានិងការចោទប្រកាន់ដល់វិធានការនៃរចនាសម្ព័ន្ធរដ្ឋបាលនៅកម្ពុជាដែលមិនចុះសម្រុងគ្នានឹងទិសដៅឬពំនុះសោតធ្វើឲ្យប៉ះពាល់ដល់សមិទ្ធកម្មនៃបទបញ្ញត្តិនយោបាយរួមអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិក៏មាននីតិសម្បទាក្នុងការស៊ើបអង្កេតដោយខ្លួនឯងផ្ទាល់ដែរក្នុងកិច្ចការទាំងនេះប្រសិនចាំបាច់អាជ្ញាធរបណ្ដោះអាសន្ននឹងចាត់វិធានការធ្វើការកែតម្រូវនេះជាសេចក្តីព្រមព្រៀងនៃកិច្ចការផ្នែកស៊ីវិលជាកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវនិងសមហេតុសមផលណាស់ធានាឲ្យមានបរិយាកាសអព្យាក្រឹតដើម្បីសន្តិសុខដល់គ្រប់ភាគីខ្មែរនិងអាចឲ្យប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពពេញបរិបូរណ៍
ក្នុងរយៈពេលអន្តរកាលឆ្ពោះទៅរកការអាកាត់វាសនារបស់ខ្លួនដោយប្រជាពលរដ្ឋខ្មែរខ្លួនឯងប៉ុន្តែកិច្ចព្រមព្រៀងនេះមានប្រសិទ្ធភាពឬគ្មាននោះស្រេចនៅលើរបៀបចាត់ការរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិតើចាត់ការបានម៉ឺងម៉ាត់ស្របតាមផែនការនេះឬទេនិងនៅលើភាគីខ្មែរខ្លួនឯងមានចិត្តស្មោះត្រង់គោរពតាមកិច្ចព្រមព្រៀងនោះឬទេក្រសួងរដ្ឋមន្ត្រី5ជាក្រសួងដ៏សំខាន់ជាពិសេសក្រសួងសន្តិសុខសាធារណៈជាក្រសួងចាប់ចងមនុស្សជាក្រសួងអាចបង្កើតភេរវកម្មដល់មនុស្សបើពុំមានបរិយាកាសអព្យាក្រឹតទេតើអាជ្ញាធរអង្គការសហប្រជាជាតិបានកាន់ការដោយផ្ទាល់ហើយត្រួតពិនិត្យមើលឲ្យគ្រប់ជ្រុងជ្រោយហើយឬនៅពុទ្ធសាសនានិយាយថាទ្រឹស្ដីល្អប៉ុន្តែបើគេអនុវត្តពុំបានដិតដល់តាមទ្រឹស្ដីនោះទេគេពុំអាចទាញយកផលប្រយោជន៍ពីទ្រឹស្ដីនោះបានឡើយដូចជាធម៌ដែលមានទំនាក់ទំនងគ្នាគឺបរិយត្តិធម៌បដិបត្តិធម៌និងបដិវេតធម៌ហេតុនេះសូមអស់លោកអ្នកស្ដាប់ពិចារណាតាមការគួរប្រស្នាទី266នៅក្នុងសេចក្តីប្រកាសនៃកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសប្រទេសបារាំងស្តីអំពីបញ្ហាប្រទេសកម្ពុជាមានចែងអំពីការដោះលែងឆ្លើយសឹកនិងជនឃុំឃាំងស៊ីវិលខ្ញុំប្រកាសណាសូមសួរថា1តើសេចក្តីប្រកាសនៃកិច្ចព្រមព្រៀងនោះមានន័យថាដូចម្តេចខ្លះ2សូមបង្ហាញយោបល់តាមទស្សនៈពុទ្ធសាសនាផងសូមប្រដេជប្រគុណមេត្តាអធិប្បាយដើម្បីឲ្យអស់លោកអ្នកស្ដាប់យកទៅពិចារណាតាមការគួរអាត្មាសូមឆ្លើយប្រស្នាទី266នេះដូចតទៅតាមសេចក្តីប្រកាសនៃសន្និសីទអន្តរជាតិទីក្រុងប៉ារីសប្រទេសបារាំងស្តីអំពីបញ្ហាកម្ពុជាលេខទី13បញ្ជាក់ថាប្រទេសទាំងអស់ដែលចូលរួមក្នុងសន្និសីទសូមឲ្យគណៈកម្មការកាកបាទក្រហមអន្តរជាតិជួយសម្រួលការដោះលែងឆ្លើយសឹកនិងអ្នកជាប់ឃុំឃាំងស៊ីវិលទាំងប៉ុន្មានទៅតាមវិធានការរបស់ខ្លួនប្រទេសទាំងនេះត្រៀមនឹងជួយគណៈកម្មការកាកបាទក្រហមអន្តរជាតិគ្រប់បែបយ៉ាងនៅក្នុងកិច្ចការទាំងនេះបានព្រមព្រៀងគ្នាលើកិច្ចដំណោះស្រាយស្តីអំពីការដោះលែងឆ្លើយសឹកនិងជនជាប់ឃុំឃាំងស៊ីវិលនៅក្នុងភាគទី6នៃមាត្រាទី21និងទី22មាត្រាទី21បានចែងថាការដោះលែងឆ្លើយសឹកនិងជនស៊ីវិលជាប់ឃុំឃាំងទាំងអស់ត្រូវរៀបចំឡើងក្នុងពេលដ៏ឆាប់បំផុតក្រោមការដឹកនាំរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិដោយមានសហប្រតិបត្តិការពីតំណាងពិសេសនៃលោកអគ្គលេខាធិការអង្គការសហប្រជាជាតិព្រមទាំងមានជំនួយពីអង្គការមនុស្សធម៌មានសមត្ថកិច្ចអន្តរជាតិនានាទៀតពុំនោះសោតពីអ្នកចុះហត្ថលេខាទាំងឡាយបើសិនជាចាំបាច់មាត្រាទី22ពាក្យថាជនជាប់ឃុំឃាំងស៊ីវិលសំដៅទៅលើបុគ្គលណាដែលមិនមែនជាឆ្លើយសឹកតែបានចូលរួមចំណែកដោយប្រការណាមួយទោះក្នុងការតស៊ូដោយអាវុធក្តីឬក្នុងការតស៊ូនយោបាយក្តីដែលត្រូវភាគីណាមួយចាប់ខ្លួនបានហើយឃុំឃាំងទុកដោយសារតែការចូលរួមចំណែកនោះមាត្រាទី11នៃសេចក្តីយោងទី2ស្តីអំពីការដោះលែងឆ្លើយសឹក
បានចែងថាអង្គភាពយោធានៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជានឹងជួយផ្គត់ផ្គង់ដល់គណៈកម្មការកាកបាទក្រហមអន្តរជាតិចាំបាច់ទៅតាមសំណូមពរក្នុងការបំពេញមុខងាររៀងៗខ្លួនដែលតាក់ទងដល់ការដោះលែងឆ្លើយសឹកនេះជាសេចក្តីព្រមព្រៀងស្តីអំពីការដោះលែងឆ្លើយសឹកនិងជន់ជាប់ឃុំឃាំងស៊ីវិលគួរឲ្យស្ដាយដល់អ្នកដែលរងគ្រោះមុននឹងមកដល់ការព្រមព្រៀងគ្នាបែបនេះអ្នករងគ្រោះខ្លះត្រូវបានបាត់បង់ជីវិតទៅហើយអ្នករងគ្រោះខ្លះនៅរស់តែត្រូវពិការអស់មួយជីវិតដោយសារតែគេធ្វើទរណកម្មកាលនៅក្នុងគុករហូតមកទល់ពេលនេះតាមដំណឹងថាភាគីខ្មែរបានដោះលែងអ្នកទោសទាំងនោះហើយប៉ុន្តែត្រង់គេដោះលែងអស់ឬនៅសល់គ្មានប្រភពណាបញ្ជាក់ទេម្យ៉ាងទៀតគុកពុំមាននៅតែប្រទេសខ្មែរទេខ្មែរណាដែលមានគំនិតប្រឆាំងនឹងគេចាប់ខ្មែរនោះយ៉ាងសម្ងាត់ទៅដាក់គុកនៅប្រទេសរបស់គេឬយកលេសថាយកទៅរៀនសូត្ររួចបាត់ខ្លួនរហូតឬយកទៅធ្វើទរណកម្មអប់រំលៀងខួរក្បាលចំពោះបញ្ហានេះគួរកាកបាទក្រហមអន្តរជាតិតាមដានពិនិត្យមើលផងថាតើគេដោះលែងអ្នកទោសដែលគេដាក់គុកគ្រប់ខេត្តក្នុងប្រទេសកម្ពុជាទាំងមូលអស់ហើយឬនៅតើប្រជាពលរដ្ឋខ្មែរដែលគេយកទៅដាក់គុកនៅប្រទេសគេនោះមានចំនួនប្រមាណអ្នកចាប់តាំងពីពេលគេមកធ្វើអាណានិគមនិយមលើប្រទេសកម្ពុជាចំពោះភាគីខ្មែរដែលប្រកាន់នយោបាយជ្រុលមនោគមវិជ្ជាតឹងរឹងនិយមបានធ្វើទរណកម្មដល់សាហាវដល់ខ្មែរណាដែលមានគំនិតផ្ទុយនឹងនយោបាយនិងមនោគមវិជ្ជារបស់ខ្លួនត្រូវតែឈប់ប្រព្រឹត្តធ្វើអំពើអកតកម្មរំលោភសិទ្ធិមនុស្សបែបនេះតទៅទៀតហើយដាក់ខ្លួនមកធ្វើជាប្រជាពលរដ្ឋធម្មតាតាំងខ្លួនថានឹងគោរពសិទ្ធិមនុស្សឲ្យបានពេញបរិបូរណ៍បើធ្វើដូច្នេះទើបស្របតាមមេគារបស់ព្រះពុទ្ធសាសនាខ្មែរពេលនេះគួរហាត់រៀនឲ្យឆ្លាតវៀងវៃកុំឲ្យឆ្លោះគ្នាឯងច្រណែនគ្នាឯងបៀតបៀនគ្នាឯងឡើយកុំជឿគេញុះញង់ឲ្យខ្មែរនិងខ្មែរបែកសាមគ្គីគ្នាបើខ្មែរនិងខ្មែរបង្កើតសត្រូវនឹងគ្នាឯងហើយសត្រូវខាងក្រៅក៏ចូលមកដែរបើខ្មែរនិងខ្មែរសាមគ្គីគ្នាវិញនោះសត្រូវខាងក្រៅពុំងាយរកឱកាសចូលមកឈ្លានពានបានឡើយដូច្នេះនៅពេលនេះបើភាគីខ្មែរណានៅមានសល់អ្នកទោសសូមដោះលែងឲ្យអស់ឲ្យស្របតាមកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសប្រទេសបារាំងហេតុនេះសូមអស់លោកអ្នកស្ដាប់ពិចារណាតាមការគោរព